ជំរាបសួរបាទថ្ងៃនេះម៉ាក់គាត់នៅផ្ទះហើយគាត់ធ្វើសឡចាប់ឆាយមួយឆ្នាំងមន់ប្រហែលជា2គីឡូគាត់កាប់ហើយតើយកមកពីលក់ទៅឃើញម៉ាក់គាត់កាប់សាច់មន់កៃហើយឥឡូវចាប់ផ្ដើមឆាហើយដាក់ស្នៀតពោតចូលហើយស្នេះនឹងផ្សិតព្រោះគ្រឿងក្រៅគាត់ធ្វើហើយអស់ហើយមកដល់ឃើញជោគឃើញគាត់ឆាហើយចាប់ដើមជួយឆាគាត់ទៅគឺគោឥឡូវចាប់ដើមដាក់ម្ជ័យស្កររឌីអំបិលតាមចំណងចំណូលចិត្តមន់2គីឡូដែរនិយាយទៅច្រើនហើយនេះប្រេងខ្យងថែមប្រេងខ្យងបន្តិចទៅសឡនេះយើងដាក់ឲ្យយើងប្រៃបន្តិចព្រោះយើងត្រូវដាំទឹកថែមអញ្ចឹងណាឥឡូវមកស្រស់តិចជ្រូកឥឡូវក៏មកឆាដាក់ឆៃថាវនឹងឯការ៉ុតបន្ថែមលើឆាគោត្រឡប់បានជាប៉ុណ្្នឹងឯងគោឲ្យវាដាច់ទឹកសិនแล้วក៏ដាក់ឲ្យតិចជ្រូកដែលយើងស្ងោរមិញហ្នឹងឥឡូវហើយលើចាប់ដាំទឹកដងតពុះឥឡូវដាក់ទឹកពុះហើយលើដាក់សាច់ចូលហើយនេះមកសភាពនេះឯងត្រឹមដល់មន់ផុយនេះលើចាប់ផ្ដើមពុះដល់មន់ផុយឥឡូវចាប់ផ្ដើមដាក់នេះដូចជាស្ពៃបូកគោហើយនឹងឯការខាត់ណាស្លឹកខាត់ណាអញ្ចឹងណាបងប្អូនហ្នឹងហើយនិយាយទៅយើងធ្វើច្រើនណាស់ឥឡូវហើយនេះពេលល្ងាចមេឃភ្លៀងខ្លាំងណាស់បងប្អូនអើយហើយនេះបងអរគុណច្រើន